អូខេសួស្តីទាំងអស់គ្នាអញ្ចឹងឥឡូវយើងបន្ត project យើងទៀតអញ្ចឹងមុនយើងបាន get API មកនេះយើង list data មកទាំងអស់តែយើងចង់បាន category ដែលនៅក្នុងនេះយកមកធ្វើជា category នៅលើ header page របស់យើងណាអញ្ចឹងធ្វើម៉េចអូខេឥឡូវយើងចាប់ algorithm ធម្មតាមកអញ្ចឹងនៅលើនេះយើងយើងធ្លាប់រៀនហើយគឺ condition ហើយនឹង array ជាខ្ញុំប្រកាស array មួយ constant នៅ category អូខេ array empty យកមកតមកទៀតនេះជា array ហើយនេះជា list ហើយខ្ញុំចង់ get category នេះ get category នេះមកយកមកដាក់នៅក្នុង category object ថ្មីនេះអញ្ចឹងយើងនេះមកយើងដាក់មក record អញ្ចឹងទីមួយយើងអាចប្រើជា filter ណា JavaScript គេមាន filter អូខេអញ្ចឹង filter element ណាអូខេអញ្ចឹងនៅក្នុងនេះខ្ញុំហៅ category .pub ណាហើយខ្ញុំបោះe ចូលតែ e ហ្នឹងជាអីណាតិចទៀតដឹងលើហើយចាំខ្ញុំ lock មើលសិនខ្ញុំ lock category មើលអញ្ចឹង e ហ្នឹងគឺ element ទាំងអស់តែខ្ញុំអត់ចង់បាន element ទាំងអស់ទេខ្ញុំចង់បានតែ category ទេណាអញ្ចឹងកន្លែងនេះយើងដាក់ element នៃ category ទៅចេះនេះទៅទៀតយើងមក output មកយើងឃើញcategory ឯអានេះ data របស់ category ទាំងអស់ប៉ុន្តែវាមកស្ទួនគ្នាអញ្ចឹងណាឃើញមែន close នេះមានមែនមាន4មកទាំង4អញ្ចឹងទៅនេះយើងចង់បានអញ្ចឹងឯងយើងចង់បានតែមួយឯងអញ្ចឹងនៅក្នុង JavaScript យើងសិក្សាលក្ខខណ្ឌមកសិក្សាមិនបើសិនជា if អូខេខ្ញុំប្រើឧទាននេះមានន័យថា logic មិនណាឬក៏ for ចុះបើសិន category include មានណាវាអត់ទាន់មានទៅលើ category មួយនេះណាបើសិនជាវាអត់ទាន់មានទេយើងចាំ add category នឹងចូលតែស្អីបែបមានថាបើសិនជា category list category array មួយហ្នឹងអត់ទាន់មាន value category ហ្នឹងនៅក្នុងហ្នឹងទេយើងនឹង add category ហ្នឹងចូលឃើញអត់ឡើយនេះវាមានតែប៉ុណ្ណេះឯងអញ្ចឹងយើងមានប៉ុណ្ណឹងគឺអូខេហើយណាយើងចង់បានប៉ុណ្ណឹងតាដើម្បីយកប៉ុណ្ណឹងទៅធ្វើជាអីគេ category របស់យើងនៅខាងលើនេះអញ្ចឹងបើយើងមានប៉ុណ្ណឹងហើយយើងធ្វើមិនទៀតណាខ្ញុំអាចចូលប៉ុណ្ណេះទៅ output ណាអញ្ចឹងអូខេខ្ញុំសាក design style មួយណានៅលើនេះយើងប្រើ bootstrap ណាវាមិនអីទេ bootstrap ក៏បានយើងសេធម្មតាក៏បានដែរឡើយនេះហ៎ខ្ញុំអាចប្រើអូខេ URL មួយមកli ចេះមកណាខ្ញុំដាក់ home តែវាចេញមិនចេញមកចេះអូខេខ្ញុំមាន home ខ្ញុំមាន home 2ចឹងអូខេវាមកអញ្ចឹងសិនទៅអញ្ចឹងចាំយើង design style តាមក្រោយអញ្ចឹងខ្ញុំចង់យកប្រព័ន្ធនេះយក category ដែលយើងមានហ្នឹងយកមកដាក់នៅក្នុងនេះហើយឲ្យវាមក show នៅលើនេះណាចាឥឡូវយើងមាន record ប៉ុណ្ណេះហើយជា array ទៀតអញ្ចឹងខ្ញុំអាចបង្កើត content មួយcontent អូខេស្មើទៅទេចឹងយក category ទៅ output ណា
chim hao content ok bột mà đó chứ nó ní vô online mà đã thôi cái loại ní ha elemental nè chứ anh này UI នេះ URL នេះយើងអាចដាក់អីគេខ្លះឲ្យវាបានឬក៏កន្លែងខ្ញុំអាចដាក់ class មួយ class ក៏បាន ID ក៏បានដែរដាក់ class ចុះheader menu ណាជិះយក header menu នេះdocument get element by class name ណា class name មួយនេះនៃ index មួយនេះណាdot អីគេ inner html អញ្ចឹងខ្ញុំចង់ inner html វាណា inner html មានន័យយើងដាក់ html ថ្មីចូលដែលយើងមានអូខេដាក់ UI UI បើកហើយនឹងបិទចេះហើយខ្ញុំយក content ដាក់នៅកណ្ដាលនេះឃើញទេមកហើយនេះអញ្ចឹងនៅលើនេះខ្ញុំអត់បាច់ត្រូវមាន HTML នេះទៀតទេអូខេអញ្ចឹងយើងយក data ពី API យកមកធ្វើជា menu បានហើយអញ្ចឹងយើងអាចធ្វើការ design ប្រើ CSS មកណាយើងអាច design ទម្រង់ menu ដែលយើងធ្លាប់ឃើញនៅលើ website ផ្សេងៗអញ្ចឹងទៅណាអាជាធម្មតាណាអញ្ចឹងនៅលើនេះមួយទៀតតើតង់ text នេះJavaScript យើងអាចធ្វើការ convert text ហ្នឹងឲ្យទៅជា normal text ណាយើង convert ទៅជា normal text មានថាជា rich text ណាអូខេកន្លែង convert text នេះចាំវីដេអូក្រោយចាំយើងមកធ្វើមួយ design ហ្មងណា